Bà sửa đấyថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងសកម្មភាពរបស់បងប្អូនសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនអង្គមន្ត្រីដែលធ្វើការដាំបន្លែបាទនេះគឺបងប្អូនថ្នាក់ទី 10B គាត់កំពុងតែធ្វើការដាំស្ពៃបាទគឺចិត្តរួចហើយបាទហើយបើងាកមកខាងនេះវិញគឺបងប្អូនថ្នាក់ទី 10A គាត់ក៏ដាំស្ពៃដែរក៏ដាំរួចហើយឥឡូវគាត់កំពុងតែធ្វើការថែទាំស្រោចទឹកបាទហើយគាត់ដាក់វេនគ្នាអញ្ចឹងណាក្នុងមួយថ្ងៃគាត់ចែកវេនគ្នាដើម្បីធ្វើការស្រោចទឹកបាទហើយសកម្មភាពនេះគឺដឹកនាំដោយលោកគ្រូព្រំចនាដែលធ្វើការបង្ហាត់និងណែនាំបាទឃើញបានដូចជាបាន10រងនៅខាងមុខវិទ្យាល័យយើងតែម្ដងបាទងាកមកខាងនេះវិញគឺថ្នាក់ទី 8បាទសួនបន្លែរបស់បងប្អូនថ្នាក់ទី 8គឺមានដាំចម្រោះមានតឹងតកួនស្ពៃអញ្ចឹងណាបាទគឺល្អគួរសមមកគាត់ដែរហ្នឹងហើយបញ្ជាក់ដែរបន្លែនេះគឺប្រើជីធម្មជាតិបាទគឺអត់មានដាក់ជីគីមីអីទេគឺប្រើជីធម្មជាតិហ្នឹងគឺអាចកូរអីអញ្ចឹងណាបាទបានប៉ុណ្ណឹងហើយនៅត្រង់ចំណុចនេះខ្ញុំក៏សូមបញ្ជាក់ដែរនៅវិទ្យាល័យយើងគឺមានម៉ោងកសិកម្មអញ្ចឹងលោកគ្រូអ្នកគ្រូគឺធ្វើការបង្ហាត់បង្ហាញណែនាំបងប្អូនចេះអនុវត្តទៅលើការដាំដុះនៅដូចខ្ញុំបង្ហាញពីមុនអញ្ចឹងបាទហើយនៅពេលដែលបងប្អូនចេះនឹងយល់អំពីមុខវិជ្ជាដាំដុះបន្លែទាំងអស់នេះពេលដែលបងប្អូនរៀនចប់ឬក៏មានការមានគ្រួសារអីចឹងទៅបងប្អូនអាចយកទៅអនុវត្តនៅក្នុងជីវភាពរស់នៅបានហើយវាពិតជាមានសារៈប្រយោជន៍មែនទែនព្រោះនៅពេលដែលបងប្អូនដាំដុះនៅផ្ទះខ្លួនឯងបានវាធ្វើឲ្យបងប្អូនចំណេញសេដ្ឋកិច្ចគ្រួសារបាទគឺមិនចាំបាច់ត្រូវចំណាយលុយទៅទិញបន្លែគេនៅនឹងផ្សារទេបាទគឺយើងអាចមានបន្លែដាំដុះអីខ្លួនឯងផ្ទាល់គឺចំណេញច្រើនមែនទែនបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសូមទស្សនាទាំងអស់គ្នាបាទនេះគឺជាសមិទ្ធផលរបស់បងប្អូនថ្នាក់ទី 9បាទដែលដឹកនាំដោយលោកគ្រូអ៊ូគង់បាទតែបន្លែនេះគឺបានប្រមូលផលរួចហើយបាទឥឡូវលោកគ្រូកំពុងតែធ្វើការដាំដុះបន្ថែមទៀតបាទហ្នឹងហើយអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាបាទ